លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ថាការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មីនឹងរកឃើញច្បាស់ថាមានការបាត់បង់ឈ្មោះអ្នកបោះឆ្នោតជាង1លាន2សែននាក់ក្នុងការបោះឆ្នោតកាលពីឆ្នាំ2013ដែរឬទេលោកនាយករដ្ឋមន្ត្រីហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីរសៀលថ្ងៃទី1ខែកញ្ញាបានបញ្ជាក់យ៉ាងច្បាស់ថាការនិយាយថាបាត់ឈ្មោះអ្នកបោះឆ្នោតជាង1លាន2សែននាក់និងទឹកខ្មៅអាចលុបជ្រះក្នុងការបោះឆ្នោតកាលពីឆ្នាំ2013នោះនឹងត្រូវរកឃើញបន្ទាប់ពីបញ្ចប់ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចាត់ទុកថាការលើកឡើងរបស់គណៈបកមួយចំនួនកន្លងមកគឺគ្រាន់តែជាលេសក្នុងការបង្កមហន្តរាយក្នុងសង្គមតែប៉ុណ្ណោះសូមស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដូចតទៅผมยังจำจุดเริ่มต้นของโลกมันติดเลยថ្ងៃចរចាក្នុងឆ្នាំ2013គណៈបកសង្គ្រោះជាតិសូមកែតម្រង់គណៈកម្មការជាតិបោះឆ្នោតបាទសម្រាប់ហើយចំពោះខ្ញុំសូមប្រើពាក្យកែតម្រង់ការបោះឆ្នោតនេះជាចំណុចចាប់ផ្ដើមរបស់វាហើយអស់លោកត្រូវឃើញថាមកខាងគ្រាន់តែទាមទារឲ្យដូរសមត្ថភាពគណៈកម្មការរៀបចំការបោះឆ្នោតតែម្ដងហើយចំពោះខ្ញុំវិញសូមឲ្យមានការកែតម្រង់ទំនុកទំនាយរាប់ទាំងប្រព័ន្ធបញ្ជីបោះឆ្នោតនេះផងបាទនេះបើសិនជាអស់លោកពិនិត្យខ្សែអត្ថសម្លេងឡើងវិញទៅលើអ្វីតែជាការចាប់បន្តទៅខ្លួនខ្ញុំតបបានស្នើសុំទៅនាយករដ្ឋមន្ត្រីស៊ិនហ្សូអាបេរបស់ជប៉ុនស្នើសុំឲ្យមានការជួយការកែតម្រង់ការបោះឆ្នោតក្នុងនោះគឺប្រព័ន្ធការចុះបោះឆ្នោត43ឡើងវិញដើម្បីធានាឲ្យការបោះឆ្នោតឲ្យបញ្ជីបោះឆ្នោតមានសុខភាពហើយកុំឲ្យមានបកនយោបាយខ្លះចេះតែប្រើពាក្យថាបាត់មនុស្សឬក៏ខុសនេះខុសនោះយើងចង់ឲ្យមានសុខភាពច្បាស់លាស់ខ្ញុំសង្ឃឹមថាប្រជាធិបតេយ្យនៅកម្ពុជាហើយដែលមានការចុះឈ្មោះយ៉ាងហ្មត់ចត់ពាក់ព័ន្ធក្រំតែខ្ញុំបំបញ្ញមិញនេះគឺថាបើយើងមិនបានស្វែងយល់អំពីនីតិវិធីនិងរបៀបរបស់គេនេះប្រហែលជាយើងអាចជួបការបានដូច្នេះសង្គមថាប្រជាពលរដ្ឋរបស់យើងនឹងជួយនេះជាមួយនឹងដំណើរការប្រជាធិបតេយ្យនិងបច្ចេកវិទ្យាទំនើបរបស់យើងដែលយើងកំពុងបាននិងកំពុងប្រើប្រាស់ហើយចាប់ផ្ដើមនៅថ្ងៃនេះខ្ញុំសូមយកឱកាសនេះដើម្បីអភិវឌ្ឍចំពោះប្រជាពលរដ្ឋទាំងអស់ទោះបីតែធ្លាប់បោះឆ្នោត 4-5 អាណត្តិហើយក៏ដោយក៏ប៉ុន្តែបញ្ជីបោះឆ្នោតមុនមិនត្រូវបានប្រើប្រាស់ទេដូច្នេះបើចង់ប្រើសិទ្ធិរបស់ខ្លួនគឺត្រូវតែអញ្ជើញមកចុះឈ្មោះបោះឆ្នោតសូមអរគុណបាច់ថាចាប់ពេលទៅមានការតវ៉ាពីគណៈបកពីលផលរបស់ខ្លួនជាការក្រុមទីបោះឆ្នោតវារំងដល់ពេលប្រជុំហើយមកសូមតែបីចាញ់ Facebook ក៏ការក៏តវ៉ាដែរខ្ញុំសង្ឃឹមថាគេមិនតវ៉ាបែបនេះទេប៉ុន្តែក៏អាចផងដែរសូមបីទៅ Facebook លេខចាញ់ខ្ញុំក៏គេរស់រឿងដែរឥឡូវនេះប៉ុន្តែរស់រឿងយ៉ាងណាក៏ដោយសូមបញ្ជាក់ថាសភាបើមិនចូលប្រជុំសភាទេបើមិនចូលស្បត់ទេគឺនឹងបាត់បង់កៅអីទាំងអស់គឺសូមបញ្ជាក់តែប៉ុណ្ណឹងទេច្បាប់ថ្មីគឺមិនអនុញ្ញាតឲ្យណៃទៅពេលឯកាកន្លះឆ្នាំមួយឆ្នាំទេបានសក្តិថាទី1សភាកោះប្រជុំក្រមពរិយទានទុកដីភាពរបស់ព្រះមហាក្សត្របានឯងបញ្ចូលក៏ត្រូវតែបាត់ទី2ការស្បត់ចូលកាន់មុខតំណែងបើណែឯងមិនចូលក៏ត្រូវបាត់ហើយនៅមានរឿងមួយជំរុំផ្សេងទៀតដែលចាំបាច់ត្រូវតែគិតប៉ុន្តែខ្ញុំគិតថាសង្គមថាបកនយោបាយនានានឹងទទួលយកបានទាំងអស់នេះព្រោះថានេះជាការកែតម្រង់មួយដ៏ធំដែលយើងមិនធ្លាប់មានពីមុនមកហើយសង្គមថានៅពេលខាងមុខយើងនឹងរកឃើញតើមនុស្ស1លាន2សែនដែលគេធ្លាប់ថាបាត់នោះវាទៅណានៅពេលដែលចុះឈ្មោះនេះហើយយើងកំពុងតែប្រុងប្រៀបនៅការគិតគូរបែបនេះព្រោះនៅពេលបោះឆ្នោតមក2013គឺថាបាត់ឈ្មោះ1លាន2សែននាក់ហើយលើនេះយើងរងចាំមើលតើបន្ទាប់ពីការចូលឈ្មោះថ្មីនេះហើយតើ1លាន2សែននាក់នោះក៏មកចូលក្នុងបញ្ជីនេះ
หรือก็เป็นนักบัตรมาต่อมาสั้นเชียนนักบัตรมาต่อแนะนำบอกพ่อให้มีเรื่องนี้ก้าวไปมุนตรึงตัวก็ตรึงแบบนี่ก็จะปัญหามุ้ยฉันเอาเพียงเนื้อไปเที่ยวโบราณจังอ่ะบังห้างกลุ่นในไปดิดาวไม่ชื่อเวียงในการได้จอดประกันค่าบัตรมนุษย์รูปมนุษย์เนี่ยมนุษย์เนี่ยมันแมนสัตว์มอนหรือกษัตริย์กาที่นี่คือชื่อมนุษย์บัตรมาเล่นที่ไซน์เนี่ยคือชราใช่ไหมยังทรงสลับเกี่ยวซาเกี่ยวบ่อยใช่ไหมเนี่ยได้เลิกลางบัตรรอบแต่งเนี่ยได้ไม่เยอะค่ะตึกไม้คือลุกใช่ไหมน้องมันเยอะเกินมันได้แต่ดับปีเมามันได้มาไปบุญเมามันเป็นบ่อยครับก่อนแต่เลือกการจะใส่ตึกไม้ลูกตระบ้านเนี่ยแต่พักเนี่ยเปล่าเพื่อจะมูลค่าสำหรับการบ่อยครับก่อนแต่ที่บ้านใส่ยืนนี่ยืนนั่งตู้ตัดบัญชีมวยในเป็นขนมดาวไม่เป็นนักถอยดังถ่ายตาการบ่อยครับระยะเป็นตลอดเลยเมียนบ้านมนุษย์โดยแต่ที่บ้านเลือกหลายทียืนก็กระพงแต่สบายรอกขาจะทำไมลูกกระบาลเปล่าเขาหรือก็ลุกเชื่อโดยอย่าไว้ได้ดีค่าหรือตีครูนี่กรอนเตจิเล่ในการบ่งก้อมอันตรายสำหรับประเทศแค่ปน